បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី1ខែ5ឆ្នាំ2026អញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី1ខែ5ឆ្នាំ2026អញ្ចឹងខ្ញុំបាទក៏មានតម្រុយលេខអុកតុងតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង0អញ្ចឹងនេះគឺជាតម្រុយលេខអុកតុងរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ0នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ04អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ40គុតអញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ50គុតអញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណអញ្ចឹងតម្រុយលេខធំគ្រាប់ទី1គ្រាប់ទី1គឺមានតម្រុយលេខ5 45គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណ545គុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ099គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី1ខែ5ឆ្នាំ2026តម្រុយលេខអុកតុងគឺមានតម្រុយអុកតុង0នេះគឺជាតម្រុយលេខអុកតុងរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ00តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ04រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ40គុតរីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ50គុតរីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ545គុណតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ099គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា